ចាលោកសារ៉ានេះគឺជាការលើកឡើងក៏ដូចជាការសំណូមពរពីសំណាក់ប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅតំបន់ដែលកំពុងតែរងគ្រោះដោយសារតែអាជីវកម្មបងខ្សាច់មួយនេះហើយក៏យើងក៏ឃើញមានការឆ្លើយតបពីសំណាក់អភិបាលខណ្ឌផងដែរគឺលោកសុកសម្បត្តិបានលើកឡើងហើយប៉ុន្តែគាត់ថាហាក់ដូចជាមិនទាន់មានប្រសិទ្ធភាពនៅក្នុងការមានចំណាត់ការទៅលើម្ចាស់អាជីវកម្មនឹងទេអញ្ចឹងជាពលរដ្ឋកំពុងតែរងការលំបាកបាទព្រោះថាសូម្បីការលើកឡើងបើគឺសូម្បីតែកន្លែងបាត់ជើងអត់មានដែរបាទព្រោះថានៅពេលដែលបងខ្សាច់ចូលទៅគឺទឹកត្រូវច្រាលបាទច្រាលមកអញ្ចឹងគឺសិតតែទឹកទាំងអស់មករកកន្លែងបាត់ដៃបាត់ជើងហ្នឹងក៏ពិបាកផងដែរបាទដូច្នេះសូមជួយចំណាត់ការបាទជួយប្រជាពលរដ្ឋផងឥឡូវនេះបាទខណ្ឌបាទធ្វើអត់កើតទេបាទអញ្ចឹងមានតែតកតងទៅខណ្ឌក្រុងទៅតាមទៀតបាទឡើងទៅដល់ក្រុងចាសូមអរគុណលោកសារ៉ាយើងនឹងបន្តតាមដានជំវិញព័ត៌មាននេះជាបន្តទៀតហើយថ្នាក់លើនឹងជួយមើលខុសត្រូវខ្ញុំផងអាណិតមេត្តាខ្ញុំផងប្រជាជនបើមកបូមយ៉ាងហ្នឹងងាប់កូនងាប់ចៅអស់ហើយមកពេលចាំម្ដងកូនណាយដូចយកសាច់មកជះលើផ្ទះយើងចឹងសូមឲ្យរដ្ឋអំណាចនឹងជួយផងហើយកូនប៉ុណ្ណឹងឲ្យសូមឲ្យទឹកប្រហោទាំងខ្ញុំនោះអាខ្ទមទូចនោះសូមឲ្យរដ្ឋអំណាចនឹងជួយដោះស្រាយឲ្យផងខ្ញុំវាអត់ធ្វើម៉េចធ្វើស្ពាននេះណាកូនធ្វើស្ពានប៉ុណ្ណឹងដែរណាកាទឹកឡើងធ្វើឡើងធ្លាក់នេះលងទឹកប៊ីអាទូចនេះប៊ីទៅប៊ីនៅនោះនឹងជួយរដ្ឋអំណាចនឹងជួយផងអូនជួយប្រាប់រដ្ឋអំណាចណាជួយដោះស្រាយឲ្យផងសូមឲ្យធ្វើទឹកប្រហោមកហ្មងតែកន្លែងបាត់ជើងអត់មានកន្លែងបាត់ជើងផងបើទឹកលិចអស់ហើយដោយស្ថានភាពដោយដែលប្រជាពលរដ្ឋលើកឡើងកាលពីពេលថ្មីៗនេះអភិបាលខណ្ឌព្រែកភ្នៅគឺលោកសុកសម្បត្តិបានចុះទៅត្រួតពិនិត្យនៅទីតាំងនោះហើយបានស្នើសុំដល់លោកអ៊ុនអនម្ចាស់អាជីវកម្មសូមឲ្យជួយកាយប្រឡាយដើម្បីបញ្ជៀសទឹកចេញតែបែរជាលោកអ៊ុនអននោះគំរាមប្តឹងអាជ្ញាធរទៅវិញអញ្ចឹងម្ចាស់ដីហ្នឹងគាត់ខាងណាដែរបងលោកគាត់មានខ្នងអីក្រាស់ហីបងអូកន្លងសុកកន្លងសុកគង់តាអនហ្នឹងហ៎ហ្នឹងហើយហ្នឹងបើបងគិតថាសិនមិញបងក៏បានទេទៅហើយណាបន្ទាប់ពីបងបានទទួលលេងទៅមកបងក៏ចិត្តដល់ឯងទៅចង់កែណាបងនិយាយថាបងអើយជើងប៉ុនសោះទៅបាទគាត់ទៅបានតែគាត់ជាម្ចាស់តាមទឹកបងអាចកំដុំតែខ្ញុំមិនកំដុំទេខ្ញុំព្យាយាមទៅទៅដែរបាទព្យាយាមទៅបាទទៅទៅណាតកតងនឹងបញ្ហានេះដែរលោកអ៊ុនអនម្ចាស់អាជីវកម្មខាងលើអ្នកយកព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយជុំវិញបញ្ហានេះគួររំលឹកថាទីតាំងដែលកំពុងបូមខ្សាច់នេះដើមឡើយជាបឹងធម្មជាតិនិងជាទីតាំងសម្រាប់ស្តុកទឹកកខ្វក់ផងដែរប៉ុន្តែបច្ចុប្បន្នត្រូវបានគេលក់ទៅឲ្យបុគ្គលឯកជនជាអ្នកកាន់កាប់ទៅវិញខ្ញុំយ៉ងសុភាធ្វើសេចក្តីរាយការណ៍